សម្ដេចឯកឧត្តមលោកជំទាវអស់លោកលោកស្រីនៅក្នុងកលៈទេសៈសកលដ៏គ្រោះថ្នាក់យើងត្រូវគិតគូរឡើងវិញអំពីទួលនីតិពិតប្រាកដនៃអំណាចនីតិបញ្ញត្តិនិងរបៀបដែលយើងអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដោយប្រសិទ្ធភាពជាមួយអំណាចនីតិប្រណិប័តអំណាចនីតិបញ្ញត្តិមិនអាចដំណើរការត្រឹមតែម៉ាស៊ីនអនុម័តច្បាប់ដោយអកម្មឬជាអ្នកឈរមើលវិបត្តិដែលកំពុងកើតឡើងនោះឡើយយើងក៏ត្រូវឈានជើងចូលទៅក្នុងទួលនីតិរដ្ឋធម្មនុញ្ញរបស់យើងដោយសកម្មក្នុងនាមជាអ្នកគិតគូរយុទ្ធសាស្ត្រជាទីប្រឹក្សាជាន់ខ្ពស់ដែលផ្ដល់ដំបូន្មានដែលមានសុភវិនិច្ឆ័យនិងជាអ្នកមានរចនាចក្ខុវិស័យវែងឆ្ងាយដែលរៀបចំផែនការការពាររយៈពេលវែងលើសហួសពីរដ្ឋពីវគ្គនៃរដូវកាលបោះឆ្នោតចំណុចក្នុងនេះខ្ញុំចង់និយាយបន្តិចសូមកុំនិយាយថាកាលពីហ៊ុនសែននៅធ្វើនាយករដ្ឋមន្ត្រីរយៈពេល38ឆ្នាំពេលនោះគឺមិនត្រូវបានលើកអំពីតួនាទីនៃនីតិបញ្ញត្តិនោះទេមិនមែនយ៉ាងដូចនេះឥឡូវមកកាន់នីតិបញ្ញត្តិទាមទារអំណាចកាន់តែខ្ពស់មិនមែនអញ្ចឹងទេប៉ុន្តែយើងជានីតិបញ្ញត្តិមិនអាចនៅសម្លឹងឈរមើលត្រឹមតែអ្នកអនុវត្តច្បាប់នោះឡើយអ្វីដែលសំខាន់នោះគឺប្រព័ន្ធនៃការព្រមានទុកជាមុននិងហេដ្ឋារចនាសម្ព័ន្ធទប់ស្កាត់វិបត្តិពិតប្រាកដរបស់យើងគឺស្ថិតនៅក្នុងបណ្ដាញអន្តរជាតិដ៏រឹងមាំនៃសមាជិកសភាដែលប្រកបដោយគតិបណ្ឌិតនិងបទពិសោធន៍យើងអាចផ្ដល់សញ្ញាអាសន្នឲ្យគ្នាទៅវិញទៅមកនិងសម្របសម្រួលរៀបចំរនាំងការពារជាលក្ខណៈអន្តរជាតិបានយ៉ាងឆាប់រហ័សដើម្បីរារាំងភ្នក់ភ្លើងនៃជម្លោះកុំឲ្យរាលដាលទៅជាភ្លើងឆាបឆេះពេញក្នុងតំបន់តួនាទីជាមូលដ្ឋាននៃស្ថាប័ននីតិបញ្ញត្តិគឺការលើកកម្ពស់ទំនុកចិត្តទៅវិញទៅមកជាប្រព័ន្ធពោលគឺទំនុកចិត្តដ៏ជ្រាលជ្រៅដែលអនុញ្ញាតឲ្យយើងជួយផ្ដល់សញ្ញាអាសន្នឲ្យគ្នាទៅវិញទៅមកនៅពេលដែលគ្រោះថ្នាក់នៃជម្លោះឈានដល់មុខទ្វារផ្ទះរបស់យើងនេះជាទំនុកចិត្តដែលយើងត្រូវតែកសាងនៅពេលនេះមិនត្រឹមតែសម្រាប់សន្តិសុខរបស់ប្រទេសដៃគូរបស់យើងប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់ខ្លួនយើងផ្ទាល់ផងដែរពីព្រោះភ្លើងសង្គ្រាមនៃប្រទេសមួយលែងជារឿងដាច់ដោយឡែកទៀតហើយដោយយើងហើយអាចបកផ្សែងមកដល់ជើងមេឃរបស់យើងនិងអាចខ្ទប់ដង្ហើមរបស់យើងបានយ៉ាងងាយស្រួលយើងអាចមានជម្រើសផ្សេងតែជាជម្រើសនៃការវិលត្រឡប់ទៅរកស្ថានភាពអ្នកខ្លាំងរស់អ្នកខ្សោយស្លាប់ពោលគឺការវិលទៅរកសង្គមដែលប្រើច្បាប់ព្រៃគ្រប់គ្រងបណ្ដាញសកលនៃប្រធានសភារបស់យើងត្រូវតែហ៊ាននិយាយឲ្យបានច្បាស់លាស់និងមានឥទ្ធិពលប្រឆាំងនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនេះដោយរៀបចំជារណសេរីដែលមានរចនាសម្ព័ន្ធមិនរង្គោះរង្គើយើងត្រូវរួមគ្នានឹងបដិសេធយ៉ាងដាច់អហង្ការចំពោះកម្លាំងដែលបង្កអស្ថិរភាពបែបនេះមិនឲ្យរីករាលដាលពេញតំបន់របស់យើងជ្រៀតចូលទៅក្នុងទីធ្លាក្រោយផ្ទះរបស់យើងដើម្បីពង្រឹងអាណត្តិនេះយើងត្រូវតែរក្សាទំនាក់ទំនង
និងការសម្របសម្រួលជាប្រចាំរវាងស្ថាប័នរបស់យើងដោយអនុញ្ញាតឲ្យការទូតសភាដើរតួនាទីជាអ្នកការពារពហុភាគីនិយមដ៏រឹងមាំ